ពាក្យសម្ដីមាន4សំខាន់ដែលធ្វើឲ្យពួកកូនបាត់បង់តម្លៃពាក្យទី1ពាក្យកុហកណាគេសួរថាវ័យពួកកូននេះសម្បូរពាក្យកុហកសម្បូរមែនទែនណាកូនកើតចេញពីការលេងសើចរបស់ពួកកូនហ្នឹងកុហកគ្នាអញ្ចេះកុហកគ្នាអញ្ចោះរូយូរទៅវាคล้ายជាទម្លាប់ហើយចុះដល់ពេលពួកកូនធំឡើងកុហកទៀតអត់ទេបើកូននៅតែកុហកទៀតកូនបាត់បង់តម្លៃតាមបានទេកូនណាអញ្ចឹងកុំមិនសោះណាកុំកុហកឪពុកម្ដាយខ្លួនឯងកុំកុហកមិត្តភ័ក្តិជាពិសេសគឺកុំកុហកខ្លួនឯងបើសិនជាកូនកុហកទម្លាប់កុហកខ្លួនឯងកូននឹងคล้ายជាមនុស្សមានវិន័យហើយចាំមកកូនណាមនុស្សខ្លាំងពូកែយ៉ាងណាក៏ដោយណាក្នុងការរៀនសូត្រគេคล้ายតែមនុស្សព្យាយាមទេមនុស្សខ្លាចយ៉ាងណាក៏ដោយគេคล้ายតែមនុស្សមានវិន័យក្នុងខ្លួនទេណាពាក្យទី2គឺពាក្យអាក្រក់ស្គាល់ពាក្យអាក្រក់អីកូនពាក្យអាក្រក់ហ្នឹងពាក្យទេប្រតិចបណ្ដាសាណាពាក្យគំរោះគំរើយដាក់ម៉ែឪដាក់បងប្អូនលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់អីទាំងអស់ហ្នឹងពាក្យទាំងអស់ហ្នឹងគឺគប្បីកុំប្រើវាតែអ្វីពួកកូនកំពុងប្រើហ៎អញរងអីនេះកំពុងប្រើអីកូនកំពុងតែពេញប្រើណាអញ្ចឹងបើមិនចង់ឲ្យទម្លាប់អាក្រក់ហ្នឹងវាកើតមានចំពោះកូនទេព្យាយាមឈប់ប្រើវាពាក្យហ្នឹងល្អអត់ទេពាក្យល្អទេវាធ្វើឲ្យកូនអត់ស្អាតទៀតនៅពេលដែលនេះពីនិយាយពាក្យហ្នឹងចេញមកមុខកូនស្អាតអត់ទេនៅពេលដែលកូនជេរកូនអីមុខកូនស្អាតអត់ទេអត់ស្អាតទេណាអាហ្នឹងពាក្យទី2ហើយពាក្យទី3ពាក្យញុះញង់ស្គាល់ពាក្យញុះញង់ទេញុះញង់ប្រាប់មិត្តភក្តិថាអានោះវាអញ្ចេះឲ្យគេឆ្លោះប្រកែកគ្នាវាយគ្នាខឹងគ្នាអាហ្នឹងគេហៅថាពាក្យញុះញង់បានទេអញ្ចឹងពាក្យហ្នឹងក៏មិនគួរគប្បីប្រើដែរបើកូនមានហើយគួរកាត់បន្ថយវាពាក្យញុះញង់ហើយពាក្យទី4គឺពាក្យរយរាយអត់ប្រយោជន៍ពាក្យរយរាយអត់ប្រយោជន៍ឬក៏ពាក្យអត់ប្រយោជន៍ហ្នឹងដូចនិយាយប្រពេចប្រប៉ោចតែរកសាច់ការអត់ឃើញនិយាយប្រាប់ពីនេះពីនោះនិយាយរឿងអាក្រក់មិនល្អប្រាប់គ្នាតែពាក្យហ្នឹងពាក្យមានប្រយោជន៍ទេអត់ទេអត់មានប្រយោជន៍ទេពាក្យទាំងអស់ហ្នឹងគឺពាក្យធ្វើឲ្យកូនបាត់តម្លៃណាអញ្ចឹងស្រួលទេកូនពាក្យសម្ដីយើងគេថាសម្ដីសជាតិមួយជាតិសតកូលណាពាក្យសម្ដីបើចង់ឲ្យមានតម្លៃខ្លួនឯងវាចាក់អា4នឹងចោលទី1កុហកគេពូវ័យប៉ុណ្ណឹងពងពេញវ័យប៉ុណ្ណឹងគឺកំពុងពេញប្រើអាពាក្យ4ហ្នឹងដល់បានទេអញ្ចឹងព្យាយាមកាត់បន្ថយពាក្យ4ហ្នឹងកូននឹងមានតម្លៃខ្លួនឯងអូតូម៉ាទិកហ្មងទី1កុំកុហកទី2កុំជេរប្រតិចទី3កុំនិយាយញុះញង់គេហើយទី4កុំនិយាយច្រើនឥតប្រយោជន៍